តមុន 4D បានរកឃើញតែក្រុមគ្រូពេទ្យរបស់លោកលីឆៅស៊ីប្រើប្រាស់អ្នកកែសម្រស់ឲ្យមកធ្វើការសាកល្បងមានការរក្សាសំណាំ3ធ្វើឲ្យស4ការព្យាបាល7មកបូករួមបញ្ចូលគ្នាធម្មជាតិសុវត្ថិភាពប្រសិទ្ធភាពអាយុលើ40ឆ្នាំស្នាមជ្រាវជ្រួញនិងបានលេចចេញមកយ៉ាងច្បាស់ផលិតផលថែរក្សាសម្រស់និងម៉ាស់បិទមុខសុទ្ធតែកំពុងប្រើតែមិនសូវមានលទ្ធផលក្រែមវេទមន្ត 4D ខ្ញុំប្រើតែមួយរយៈពេលខ្លីប៉ុណ្ណោះស្នាមខ្មៅនិងជ្រាវជ្រួញបានបាត់អស់ហើយខ្ញុំមានសំណុំពរខ្ពស់ចំពោះផលិតផលថែរក្សាសម្រស់ខ្ញុំហ៊ានទិញហ៊ានប្រើតែមកដល់វ័យនេះទោះបីជាលាបអ្វីញ៉ាំអ្វីក៏ដូចជាគ្មានប្រសិទ្ធភាពសោះក្រោយមកមិត្តភ័ក្តិរបស់ខ្ញុំជាគ្រូពេទ្យបានណែនាំក្រែមវេទមន្ត 4D នេះមកឲ្យខ្ញុំជឿលើជំនាញគេពេលនេះស្នាមជ្រាវជ្រួញតូចធំនៅលើផ្ទៃមុខរបស់ខ្ញុំបាត់អស់ហើយជាពិសេសខ្ញុំស្រឡាញ់អារម្មណ៍មានមុខសមមាត់ដូចជាពេលនេះកេងលក់ក្រោកពីព្រលឹមទំពេតខ្លាំងជាជីវភាពរបស់អ្នកធ្វើការរាល់ថ្ងៃស្នាមជាំនិងស្នាមជ្រួញនៅលើមុខគឺត្រូវប្រើម្សៅមកបិទបាំងក្រោយពេលដែលខ្ញុំប្រើក្រែមវេទមន្ត 4D រយៈពេលខ្លីប្រសិទ្ធភាពខ្ពស់មុខខ្ញុំឡើងភ្លឺឆ្នាំ2007ខែ6យ៉ាវអ៊ីនបានចូលរួមកម្មវិធីផ្សាយផ្ទាល់មួយត្រូវរបួសបែកចិញ្ចាមខែ8ដោយសារតែកាត់របបភ្នែកបរាជ័យបន្សល់ស្នាមយ៉ាវអ៊ីនគ្មានមធ្យោបាយក៏មករកគ្រូពេទ្យលីឆៅស៊ីក្រោយទទួលការព្យាបាលរបស់លោកគ្រូលីបានឲ្យក្រែមវេទមន្ត 4D ទៅប្រាំងរយៈពេលខ្លីប្រែជាស្អាតវិញស្នាមអ្វីក៏បាត់ដែរខូចសម្រាប់និយាយចំពោះតារាស្រីម្នាក់គឺដូចជាប្រកាសទោសស្លាប់ពេលនោះខ្ញុំពិតជាអស់សង្ឃឹមហើយតែគ្រូពេទ្យបានណែនាំឲ្យខ្ញុំប្រើក្រែមវេទមន្ត 4D រក្សាសម្រស់ពេលនេះអ្នកមើលចាស់ស្នាមបន្តិចក៏គ្មានដែរស្អាតអស់ហើយក្រែមវេទមន្ត 4D នេះវាបានរួមផ្សំនៅប្រាជ្ញានិងជំនាញរបស់គ្រូពេទ្យនេះទើបជារបស់ល្អពិតគឺពិតជាល្អពិតមែន